ពេលនេះខ្ញុំមកជជែកពីម្ដាយរបស់ខ្ញុំប៉ុន្តែtrongវីដេអូនេះប្រហែលជាខ្ញុំអាចនឹងជជែកពីម្ដាយរបស់អ្នកនរគ្នាម្ដាយខ្ញុំគាត់មានជំងឺទឹកនោមផ្អែមរយៈពេល20ឆ្នាំហើយដំណាក់កាល4ឆ្នាំចុងក្រោយមែនតើគាត់ត្រូវលាងឈាមនៅមន្ទីរពេទ្យណាហើយម្ដាយខ្ញុំគាត់ស្លាប់2ឆ្នាំមុនប៉ុន្តែវីដេអូនេះមិនមែនជាវីដេអូដែលខ្ញុំមកអង្គុយសោកសៅអ្នកនរគ្នាទៅសូវខ្ញុំអីមែនទេវាជាបទពិសោធន៍នៅក្នុងការមើលថែអ្នកជំងឺលាងឈាមខ្ញុំឃើញគេនិយាយច្រើនមែនតើពីបញ្ហាលាងឈាមនឹងនៅក្នុង Facebook នៅក្នុង TikTok អីផ្សេងៗគេនិយាយពីរឿងមូលហេតុថាមិនត្រូវទៅលាងឈាមអ្នកខ្លះថាមកពីការញ៉ាំប្រៃពេកអ្នកខ្លះថាញ៉ាំផ្អែមពេកញ៉ាំគ្រឿងសបឹងលាបលេប្រើ collagen ធ្វើអីណានៃចឹងទៅប៉ុន្តែពេលនេះមិនមែនជាពេលដែលខ្ញុំមកនិយាយរឿងហ្នឹងទេព្រោះខ្ញុំមិនមែនជាពេទ្យខ្ញុំមកនិយាយតែបទពិសោធន៍ថាតើក្នុងនាមអ្នកមើលថែអ្នកជំងឺលាងឈាមហ្នឹងតើពួកខ្ញុំធ្វើអីគេខ្លះហើយអ្នកទាំងអស់នេះគួរតែធ្វើអីគេខ្លះរឿងដែលសំខាន់មែនតើគឺផ្លូវចិត្តរបស់អ្នកជំងឺមានមនុស្សច្រើនមែនតើដែលមកប្រាប់ទាំងអ្នកជំងឺប្រាប់ទាំងសាច់ញាតិអ្នកជំងឺថាការទៅលាងឈាមនឹងជាដំណាក់កាលចុងក្រោយហើយយើងចំណាយពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំនឹងវាថយក្រោយលេងរួចហើយយើងត្រូវតែធ្វើការលាងឈាមរហូតដល់ថ្ងៃចុងក្រោយអីចឹងទៅតាមពិតពាក្យហ្នឹងអត់ខុសទេពាក្យហ្នឹងជាពាក្យពិតប៉ុន្តែយើងអត់គួរនិយាយជាមួយអ្នកជំងឺទេយើងក៏អត់គួរនិយាយជាមួយអ្នកមើលថែអ្នកជំងឺដែរព្រោះវាជាពាក្យសម្ដីដែលធ្វើឲ្យអ្នកជំងឺនិងអ្នកមើលថែអ្នកជំងឺនឹងបាក់ទឹកចិត្តអញ្ចឹងអ្វីដែលពួកខ្ញុំជាបទពិសោធន៍ដែលខ្ញុំជជែកមួយម្ដាយរបស់ខ្ញុំណាគឺប្រាប់គាត់ថាបើសិនយើងនៅតែមានលុយទៅលាងឈាមយើងនៅតែមានឱកាសរស់ដដែលអត់អីទេលាងឈាមរៀងរាល់សប្ដាហ៍អញ្ចឹងទៅដូចម្ដាយរបស់ខ្ញុំគាត់រៀងរាល់ថ្ងៃអាទិត្យអញ្ចឹងទៅគាត់មកលាងឈាមអញ្ចឹងណាហើយពួកខ្ញុំជជែកមួយម្ដាយខ្ញុំអញ្ចឹងដោយសារម្ដាយខ្ញុំគាត់អ្នកស្រែអ្នកនៅព្រៃវែងណាប៉ុន្តែគាត់មានលុយសន្សំមានអីរបស់គាត់ដែរអញ្ចឹងគាត់ទៅចំណាយពេទ្យចំណាយអីហ្នឹងគឺគាត់មានលុយគាត់ទេអញ្ចឹងគាត់អត់ពិបាកអីអញ្ចឹងពួកខ្ញុំត្រូវរំលឹកគាត់ថាចាម៉ែមានលុយដែលអាចទៅព្យាបាលខ្លួនឯងបានទៅលាងឈាមបានហើយលាងឈាមនឹងអាចយើងពិបាកអាចយើងអីតិចតួចមែនប៉ុន្តែអត់មានអីត្រូវដែលយើងត្រូវមកអង្គុយបាក់ទឹកចិត្តទេព្រោះអ្នកខ្លះគេលាងឈាម3ឆ្នាំ4ឆ្នាំ5ឆ្នាំ6ឆ្នាំ7ឆ្នាំរហូតដល់10ឆ្នាំជាងក៏មានដែរតាមសុខភាពរបស់យើងទៅហើយបើសិនជាយើងទៅលាងឈាមទៀងទាត់យើងនៅតែមានលទ្ធភាពនៅក្នុងការរស់អញ្ចឹងណាអានឹងជាកម្លាំងចិត្តរបស់អ្នកជំងឺមួយហើយអារឿងអស់នឹងវាអត់ស្រួលទេនៅក្នុងការលើកទឹកចិត្តអ្នកជំងឺអីហ្នឹងតែសំខាន់នៅក្នុងនាមយើងជាសាច់ញាតិយើងត្រូវតែក្លាហានគ្រប់គ្រាន់នៅក្នុងការដើរតួនាទីមួយហ្នឹងព្រោះតួនាទីនៅក្នុងការលើកទឹកចិត្តអ្នកជំងឺជារឿងសំខាន់បបិសោតរបស់ពួកខ្ញុំមានបងប្អូន4នាក់បងប្អូនស្រីខ្ញុំគាត់នៅខេត្តអញ្ចឹងគាត់ផ្លាស់ប្ដូរវេនគ្នារៀងរាល់អាទិត្យនៅក្នុងការជូនម្ដាយខ្ញុំមកលាងឈាមណាពួកខ្ញុំម្ដាយមានឱកាសដែលធ្វើឲ្យម្ដាយខ្ញុំគាត់មានអារម្មណ៍ថាអូជាការរំខានដល់កូនប៉ះពាល់ដល់ការងារកូនអីចឹងទៅគាត់អត់ដែរពួកខ្ញុំអត់ដែរធ្វើឲ្យគាត់មានអារម្មណ៍បែបហ្នឹងឯងអានឹងជារឿងដែលសំខាន់ដែលធ្វើឲ្យយើងនៅតែមានអារម្មណ៍ថាទាំងអ្នកជំងឺទាំងយើងខ្លួនឯងហ្នឹងយើងសប្បាយចិត្តនៅក្នុងការមកលាងឈាមធម្មតាចឹងទៅដូចខ្ញុំម្ដាយខ្ញុំគាត់ចាប់ផ្ដើមស្ងប់ស្ងាត់ព្រោះពីមុនគាត់រៀងនិយាយច្រើនគាត់ខ្វាយខ្វល់ច្រើនខ្វល់ពីអ្នកនេះខ្វល់ពីអ្នកនោះខ្វល់ពីកូនថ្ងៃនេះធ្វើអីកូនថ្ងៃអនាគតទៅធ្វើអីមានកូនស្រីប្រមាណមានកូនប្រុសប្រមាណអាហ្នឹងជាម្ដាយរបស់ខ្ញុំពីមុនប៉ុន្តែនៅពេលដែលគាត់ចាប់ដើមលាងឈាមហើយគាត់លែងខ្វល់រឿងអស់ហ្នឹងហ្មងចាប់ដើមមានអារម្មណ៍ថាស្ងប់ស្ងាត់ចាប់ដើមអីចឹងទៅម៉ែខ្ញុំចូលចិត្តនិយាយដើមគេទៀតកាលខ្ញុំកាលពីមុនខ្ញុំតែនិយាយមួយគាត់ថាកុំនិយាយដើមគេកុំត្រឡប់អីចឹងទៅព្រោះខ្ញុំអត់ដែរធ្លាប់និយាយរឿងអីអ្នកណាអីទេប៉ុន្តែពេលដែលចាប់ផ្ដើមម្ដាយខ្ញុំមកពេទ្យហ្នឹងគឺខ្ញុំនឹងឯងអ្នកប្រមូលម៉ែខ្ញុំនិយាយដើមគេអូអ្នកនេះមានប្តីថ្មីអ្នកនោះមានប្រពន្ធថ្មីអ្នកនេះមានកូនប្រមាណហើយអ្នកនោះសល់លុយប្រមាណសល់ឡានប្រមាណចេះតែនិយាយលេងមួយគាត់ទៅហើយសើចលេងមួយគាត់ទៅអញ្ចឹងអាហ្នឹងជា topic មួយដែររឿងមួយទៀតដែលខ្ញុំចង់ចែកម្ដីដល់អស់នេះពីបទពិសោធន៍មួយហ្នឹងណាពេលដែលពួកខ្ញុំទៅមន្ទីរពេទ្យខ្ញុំឃើញគេទៅមន្ទីរពេទ្យហើយគេមានអារម្មណ៍ថាសង្ហេះសង្ហោចសោកសៅហើយខ្ញុំមួយម៉ែខ្ញុំមិនដែលសោកសៅទេនៅមន្ទីរពេទ្យហ្នឹងនៅកន្លែងលាងឈាមហ្នឹងខ្ញុំអង្គុយនិយាយលេងមួយគាត់រហូតចឹងទៅតទៅពេលគាត់មានអារម្មណ៍ថាគាត់រៀងហត់លឿនចឹងទៅគាត់ត្រូវការសម្រាប់ទៅគាត់គេងទៅព្រោះជាធម្មតាយើងត្រូវលាងឈាម3 4ម៉ោងបើសិនជាម៉ាស៊ីនវាអត់សូវធំណាអញ្ចឹងអ្នកជំងឺត្រូវការសម្រាប់ពេលខ្លះគាត់ត្រូវការនិយាយលេងត្រូវការអីចឹងទៅហើយខ្ញុំឃើញគេដែរអ្នកខ្លះក៏មានអារម្មណ៍ថាដោយសារឪពុកម្ដាយនឹងត្រូវលាងឈាម3 4ម៉ោងអញ្ចឹងគាត់ត្រូវទុកម្ដាយចោលតែឯងអញ្ចឹងទៅនៅមន្ទីរពេទ្យអីចឹងទៅហើយខ្ញុំជឿគាត់ថាពួកខ្ញុំអត់ធ្វើអញ្ចឹងទេព្រោះអ្នកជំងឺដែលកំពុងតែលាងឈាមហ្នឹងគាត់កំពុងបាក់ទឹកចិត្តកំពុងតែមានអារម្មណ៍ថាឯកោហើយយើងអត់អាចទុកគាត់ចោលទេប៉ុន្តែខ្ញុំក៏មិនបន្ទោសដែរព្រោះអ្នកខ្លះគាត់អត់មានបងប្អូនគាត់មានត្រូវផ្លាស់ប្ដូរអញ្ចឹងណាដូចខ្ញុំមានបងប្អូនខ្ញុំដែលគាត់ផ្លាស់ប្ដូររៀងរាល់សប្តាហ៍អាហ្នឹងដែលជារឿងមួយដែលសំខាន់ទី2លុយជារឿងសំខាន់ពេលដែលនៅដំណាក់កាលលាងឈាមណាលុយសំខាន់មែនតើពិសេសដូចម្ដាយរបស់ខ្ញុំអញ្ចឹងដោយសារគាត់ទោះបីគាត់នៅស្រុកស្រែមែនប៉ុន្តែគាត់អាចមានលទ្ធភាពនៅក្នុងការចំណាយទៅលើវិក័យប័ត្រពេទ្យដោយខ្លួនឯងបានណាអញ្ចឹងពួកខ្ញុំជាកូន
មានតួនាទីនៅក្នុងការជូនម៉ែមកពេទ្យហើយមើលថែទាំងផ្លូវកាយទាំងផ្លូវចិត្តជាមួយម៉ែអញ្ចឹងទៅប៉ុន្តែយើងអត់សូវពិបាកនៅក្នុងការខ្វាយខ្វល់ទៅលើរឿងលុយកាក់នឹងខ្លាំងប៉ុន្មានទេពួកខ្ញុំក៏មិនអ្នកមានដែរគ្រាន់ថាម៉ែខ្ញុំគាត់បកកែសំបកកែអីចឹងពីក្មេងអញ្ចឹងទៅគាត់អាចមានលុយតិចតួចនៅក្នុងការមកមើលថែជំងឺរបស់គាត់ 3-4 ឆ្នាំចុងក្រោយនឹងបានប៉ុន្តែខ្ញុំចង់និយាយថាទោះបីជាគាត់មានអារម្មណ៍ថាគាត់មានលុយគាត់មានអីក៏ដោយណាក៏គាត់នៅតែមានអារម្មណ៍ថាខូចចិត្តដែរដោយសារតែគាត់មានអារម្មណ៍ថាលុយនឹងហូរដូចទឹករៀងរាល់សប្តាហ៍ហ្នឹងគឺគាត់ត្រូវយកលុយមកចំណាយនៅពេទ្យអីចឹងណាអញ្ចឹងពេលខ្លះហ្នឹងពេលខ្លះខ្ញុំលួចចេញឲ្យគាត់អីចឹងទៅម្ដងពីរដងអីចឹងទៅគាត់មានអារម្មណ៍ថាកូនអញលុយដែរបានចេញលុយថ្លៃពេទ្យឲ្យម៉ែអញ្ចឹងទៅគាត់មានអារម្មណ៍ថាយើងសប្បាយចិត្តតែគាត់មិនសូវចង់ដែរខ្ញុំនិយាយមែនតើណាម៉ែខ្ញុំមកទិញថ្នាំមួយខ្ញុំដែលខ្ញុំត្រូវទិញឲ្យនៅពេញហ្នឹងណាគាត់ឲ្យលុយខ្ញុំរហូតគាត់មិនតែឲ្យខ្ញុំទិញឲ្យ free ទេព្រោះម៉ែខ្ញុំអត់ចេះញ៉ៃញ៉ៃរឿងលុយកាក់ឲ្យមួយកូនហ្នឹងជាធម្មតារបស់គាត់ណាបើខ្ញុំប្រាប់គាត់រហូតថាមិនអីទេថ្នាំមកខ្ញុំទិញឲ្យបានតែសំខាន់ពេលដែលអ្នកជំងឺនឹងមានអារម្មណ៍ថាគាត់ឈឺមានអារម្មណ៍គាត់ស្ដាយលុយគាត់ស្ដាយអីដែរ4ឆ្នាំអស់រាប់ម៉ឺនដុល្លារអីចឹងតើអានឹងជារឿងរបស់គាត់យើងអាចធ្វើអីបានច្រើនជាងហ្នឹងទេតែសំខាន់គឺការលើកទឹកចិត្តជាមួយគាត់ការមើលថែផ្លូវចិត្តមិនតែអ្នកជំងឺទេប៉ុន្តែក្នុងនាមយើងជាអ្នកមើលថែអ្នកជំងឺហ្នឹងក៏ត្រូវមើលថែផ្លូវចិត្តរបស់ខ្លួនឯងដែរដូចខ្ញុំបងប្អូន4នាក់ខ្ញុំមានសាច់ថ្លៃ3-4នាក់ទៀតអញ្ចឹងណាអញ្ចឹងពួកខ្ញុំផ្លាស់ប្ដូរវេនគ្នានៅក្នុងការមើលថែម្ដាយខ្ញុំហើយពួកខ្ញុំមិនដែលចំណែនគ្នាមិនដែលអីថាអូននេះមើលម៉ែខ្ញុំតិចជាងអ្នកនោះមើលម៉ែខ្ញុំច្រើនជាងអត់ដែរហ្នឹងឯងដោយសារគោលដៅសំខាន់មែនទែនរបស់យើងគឺធានាថាម៉ែមានអ្នកមើលស្និទ្ធស្នាលជាមួយគាត់ហើយគាត់គ្មានអារម្មណ៍ថារំខានដល់កូននេះអញ្ចឹងដូចខ្ញុំធ្វើការនៅភ្នំពេញខ្ញុំទៅជួបគាត់រាល់អាទិត្យប៉ុន្តែបើថែពេលណាខ្ញុំរវល់ធ្វើការខ្លាំងអីចឹងទៅបងស្រីខ្ញុំនៅមួយម៉ែរបស់ខ្ញុំនៅមន្ទីរពេទ្យអីចឹងទៅអញ្ចឹងខ្ញុំទៅតែពេលញ៉ាំបាយថ្ងៃត្រង់ជាមួយគាត់អីចឹងទៅគាត់ត្រូវត្រឡប់ទៅផ្ទះវិញអីចឹងទៅពេលដែលលេងឈាមហើយបងប្អូនខ្ញុំនៅតែរស់ស៊ីធម្មតាខ្ញុំនៅតែធ្វើការធម្មតាអញ្ចឹងយើងនៅតែមានប្រភពចំណូលរឹងមាំពេលដែលមានបញ្ហាអីយើងអាចជួយឪពុកម្ដាយជួយអីយើងបានអញ្ចឹងយើងអត់ពិបាកទេអញ្ចឹងណាអញ្ចឹងត្រូវមើលថែផ្លូវចិត្តរបស់យើងហើយសួរថាហេតុអីបានត្រូវមើលថែផ្លូវចិត្តខ្ញុំចង់ប្រាប់អ្នកនរគ្នាថាមិនត្រឹមតែអ្នកជំងឺទេដែលគាត់បាក់ទឹកចិត្តនៅពេលដែលដល់ដំណាក់កាលចុងក្រោយហ្នឹងសួរថាពួកខ្ញុំជាកូនជាសាច់ញាតិពួកខ្ញុំបាក់ទឹកចិត្តដល់គ្នាហ្នឹងគ្រាន់តែថាពេលខ្លះពួកខ្ញុំមិនដែលបង្ហាញពីអារម្មណ៍បាក់ទឹកចិត្តមួយគាត់ទេពេលខ្លះខ្ញុំកេះគ្នាលួចទៅយំនៅក្រៅបន្ទប់មន្ទីរពេទ្យអីចឹងទៅអញ្ចឹងក៏អត់ដឹងថាពួកខ្ញុំខូចចិត្តអីណាស់ណាទេអញ្ចឹងនៅជាមួយគាត់នៅកន្លែងលាបឈាមនៅអីហ្នឹងខ្ញុំប្រវល់គាត់និយាយសើចរហូតណាខ្ញុំមិនដែលមានបញ្ហាអត់ហ្នឹងទេអញ្ចឹងណាអ្នកជំងឺលាងឈាមខុសពីអ្នកជំងឺដទៃអ្នកជំងឺដទៃពេលដែលគាត់ឈឺដំណាក់កាលចុងក្រោយគាត់ត្រូវដេកកន្ទេលគាត់ឈឺគាត់អីយ៉ាងទៅអ្នកខ្លះ1ខែ2ខែ3ខែបងគាត់ស្លាប់អីចឹងណាប៉ុន្តែក្នុងនាមអ្នកជំងឺលាងឈាមណាគឺគាត់ធម្មតាដូចយើងចឹងធម្មតាទាំងអស់និយាយធម្មតាដឹងធម្មតាអីធម្មតារស់នៅធម្មតាដដែលដូចម្ដាយខ្ញុំចឹងគាត់លាងឈាមតដល់ដំណាក់កាលចុងក្រោយមែនតើដែលលាងឈាមឡើងកើតហើយរាងកាយរបស់គាត់ទទួលលែងបានហ្មងបានពួកខ្ញុំសម្រាប់ចិត្តថាទុកគាត់នៅផ្ទះហើយប្រហែលជា 3-4 ថ្ងៃឯងដែលគាត់ដំណាក់កាលចុងក្រោយហ្នឹងណាប៉ុន្តែខ្ញុំនៅតែចង់ឲ្យអ្នកទាំងអស់គ្នាយល់អាហ្នឹងហើយធៀមចិត្តធៀមកាយថាអ្នកទាំងអស់គ្នាត្រូវតស៊ូនៅក្នុងការមើលថែអ្នកជំងឺលាងឈាមហ្នឹងតទៅដល់ដំណាក់កាលចុងក្រោយដោយពួកខ្ញុំធ្វើអញ្ចឹងណាហើយពួកខ្ញុំហ្នឹងគឺធ្វើអស់ពីចិត្តអស់ពីកាយហ្មងដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងថាពេលដែលម្ដាយខ្ញុំក៏ត្រូវលាងឈាមដល់ដំណាក់កាលចុងក្រោយមែនតើណាគឺពួកខ្ញុំអស់ចិត្តហ្មងព្រោះតើគាត់ដល់ដំណាក់កាលរាងកាយរបស់គាត់ទទួលលែងបានណាព្រោះម្ដាយរបស់ខ្ញុំគាត់លាងឈាមរៀងរាល់អាទិត្យអញ្ចឹងពេលដល់ដំណាក់កាលថ្ងៃចុងក្រោយមែនតើខ្ញុំកេះសួរបងអូនស្រីខ្ញុំគឺប្រាប់ថាបើយកគាត់ទៅលាងឈាមវិញទៀតទេព្រោះដល់ដំណាក់កាលចុងក្រោយនេះគឺគាត់តែថ្នាំក៏លេបលែងចូលបាយក៏ញ៉ាំលែងចូលទឹកក៏ញ៉ាំលែងចូលហើយលែងអីអស់ហើយអញ្ចឹងគឺលាងឈាមអីក៏មិនបាច់ដែរដំណាក់កាលដល់ដំណាក់កាលចុងក្រោយមែនតើហ្នឹងអញ្ចឹងពេលហ្នឹងឯងដែលយើងដឹងថាម្ដាយយើងដល់ដំណាក់កាលចុងក្រោយហើយអាហ្នឹងវាឈឺចាប់ហើយម្ដាយរបស់ខ្ញុំមុននឹងដល់ដំណាក់កាលចុងក្រោយមែនតើនៅផ្ទះហ្នឹងពួកខ្ញុំធ្លាប់ផ្លាស់ប្ដូរពីមន្ទីរពេទ្យឯកជនទៅមន្ទីរពេទ្យរដ្ឋអូអាហ្នឹងក៏គួរតែប្រាប់អ្នកនរគ្នាដែរម្ដាយខ្ញុំគាត់ច្បាស់ហ្មងថាគាត់ត្រូវលាងឈាមនៅមន្ទីរពេទ្យឯកជនគាត់អត់ទៅពេទ្យរដ្ឋទេពួកគាត់ចូលចិត្តសេវាកម្មផ្សេងណាមិនមែនពេទ្យរដ្ឋទេប៉ុន្តែនេះខ្ញុំនិយាយពីបបិសោតម្ដាយខ្ញុំគាត់ថាគាត់មានបញ្ហាអីក៏ដោយនៅពេទ្យឯកជនទៅវាស្រួលជាងអញ្ចឹងណាអញ្ចឹងពួកខ្ញុំនៅពេទ្យឯកជនរយៈពេល3ឆ្នាំជាងរហូតដល់ពេលប្រហែលជាចំណាយពេល1ខែ2សប្តាហ៍3សប្តាហ៍ប្រហែលជាប៉ុណ្្នឹងនៅមន្ទីរពេទ្យរដ្ឋដំណាក់កាលចុងក្រោយមែនតើណាប៉ុន្តែដល់ដំណាក់កាលហ្នឹងដែលគាត់ប្រាប់ខ្ញុំថាចេះម៉ែលែងចង់នៅពេទ្យទៀតហើយម៉ែចង់ទៅផ្ទះហើយទៅផ្ទះហ្នឹងគឺសម្រាប់ចិត្តទៅស្លាប់ចុងក្រោយហ្នឹងណា
ហើយពេលហ្នឹងបេះដូងខ្ញុំវាខ្ទេចខ្ទាំអស់ហើយនៅក្នុងការស្ដាប់ម្ដាយដែលគាត់ប្រាប់ថាអូឥឡូវដល់ពេលដំណាក់កាលចុងក្រោយហើយគាត់លែងចង់ទៅពេទ្យទៀតហើយគាត់ចង់អឺទៅផ្ទះចំណាយពេលចុងក្រោយជាមួយសាច់ញាតិជាមួយបងប្អូនឯនៅផ្ទះអញ្ចឹងទៅតែខ្ញុំចាំបានថាពេលនោះខ្ញុំខំមាត់សង្កត់ចិត្តហើយប្រាប់ម្ដាយរបស់ខ្ញុំថាអត់អីទេទៅផ្ទះក៏បានដែរម៉ែទៅផ្ទះក៏បានប៉ុន្តែមួយសប្តាហ៍ក្រោយឬក៏ពីរសប្តាហ៍ក្រោយបើសិនជាមានអារម្មណ៍ថាស្រួលខ្លួនម៉ែមកលាងឈាមវិញអញ្ចឹងអត់គាត់ថាចាំមើលសិនអាពាក្យថាចាំមើលសិនរបស់គាត់ហ្នឹងក៏យើងក្តុកក្តួលហើយយើងមានអារម្មណ៍ថាខូចចិត្តខ្លាំងមែនតើហ្មងតែអត់មានជំរឿអីទេពួកខ្ញុំពេលនេះខ្ញុំសម្រេចចិត្តមួយបងស្រីខ្ញុំជជែកគ្នាទៅថាយើងគួរតែសម្រេចចិត្តតាមម្ដាយរបស់យើងដំណាក់កាលចុងក្រោយហ្នឹងណាហើយគាត់ប្រាប់ថាគាត់ចង់ទៅផ្ទះគាត់ចង់ចំណាយពេលវេលាចុងក្រោយរបស់គាត់នៅផ្ទះបើមិនជាខ្ញុំវិញជាកូនណាខ្ញុំចង់គាត់ចំណាយពេលចុងក្រោយបំផុតនៅពេទ្យព្រោះខ្ញុំអត់ចង់គាត់ឈឺចាប់ព្រោះនៅពេទ្យចឹងងាយស្រួលនៅក្នុងការយើងមើលថែរបស់គាត់ចុងក្រោយអញ្ចឹងណាប៉ុន្តែនៅពេលដែលពួកខ្ញុំនាំគាត់ទៅផ្ទះហើយគាត់ជួបបងប្អូនជួបអីចឹងទៅស្រាប់គាត់មានអារម្មណ៍ថាមានកម្លាំងចិត្តគាត់ប្រពោះខ្ញុំមកលេងឈាមវិញហើយពួកខ្ញុំក៏ប្រពោះគាត់មកលេងឈាមវិញតែអត់មកពេទ្យរត់ទៀតទេមកពេទ្យឯកជនវិញកាលនោះហើយពេលហ្នឹងដូចជាបានរយៈពេលឡើងចង់ 3-4 ខែទៀតទៅតាមម៉ែខ្ញុំដល់ដំណាក់កាលចុងក្រោយអញ្ចឹងបានខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថាពេលដែលយើងមើលថែអ្នកជំងឺលាងឈាមហ្នឹងគឺត្រូវមើលថែផ្លូវចិត្តហើយលើកទឹកចិត្តហើយធ្វើតាមចិត្តគាត់ដំណាក់កាលចុងក្រោយអញ្ចឹងទៅអញ្ចឹងឲ្យយើងយល់ថាបើសិនយើងនៅតែមានធនធាននៅក្នុងការឲ្យគាត់មកលាងឈាមនៅមន្ទីរពេទ្យមកទទួលការព្យាបាលហើយគាត់នៅតែមានកម្លាំងចិត្តនៅក្នុងការមកដដែលណាអានឹងជារឿងសំខាន់មែនតើហើយដំណាក់កាលចុងក្រោយជាដំណាក់កាលឈឺចាប់បំផុតហើយសម្រាប់ក្នុងនាមជាសាច់ញាតិក្នុងនាមជាបងប្អូនក្នុងនាមជាកូនដែលមើលថែអ្នកជំងឺប៉ុន្តែបើអ្នកទាំងអស់នេះឆ្លងកាត់អានឹងផុតណាអ្នកទាំងអស់នេះនឹងមិនសោកស្ដាយទៀតទេសម្រាប់ការបាត់បង់ម្ដាយយើងនៅពេលចុងក្រោយព្រោះយើងបានមើលថែគាត់អស់លទ្ធភាពហើយប៉ុន្តែមិនមែនមានថាអូយើងមិនខូចចិត្តសោះអីទេប៉ុន្តែយ៉ាងហោចណាស់យើងបានប្រាប់ខ្លួនឯងថាយើងបានព្យាយាមអស់លទ្ធភាពហើយនៅក្នុងការមើលថែគាត់លើកទឹកចិត្តគាត់ដល់គ្រប់ដំណាក់កាលទាំងអស់នៃជំងឺរបស់គាត់ហើយយើងអត់បោះបង់គាត់ទេព្រោះខ្ញុំឃើញច្រើនមែនតើអ្នកជំងឺខ្លះគាត់មកលេងឈាមបាន2ខែ3ខែ4ខែ1ឆ្នាំ2ឆ្នាំអីចឹងទៅតាមអ្នកជំងឺអ្នកខ្លះក៏មានអ្នកសាច់ញាតិជូនមកអ្នកខ្លះគាត់ពិបាកពិសេសតែគាត់នៅខេត្តនៅអីចឹងក៏អត់អាចតស៊ូបានទេហើយខ្ញុំនៅតែលើកទឹកចិត្តថាទាំងអស់គ្នាព្យាយាមពុះពៀអាហ្នឹងជាមួយអ្នកជំងឺដំណាក់កាលចុងក្រោយដូចពួកខ្ញុំចឹងពួកខ្ញុំមិនមែនអ្នកមានលទ្ធភាពធូរធារអីទេប៉ុន្តែរឿងដែលខ្ញុំចង់ឲ្យម្ដាយខ្ញុំគាត់យល់ណាថាពួកខ្ញុំនឹងធ្វើគ្រប់បែបយ៉ាងហើយពួកខ្ញុំនឹងជូនគាត់ទៅលាងឈាមរាល់អាទិត្យតទៅដល់ដំណាក់កាលចុងក្រោយដែលរាងកាយរបស់គាត់ទទួលយកលេងបានហ្មងបានពួកខ្ញុំឈប់ហើយគិតក្នុងចិត្តទេពួកខ្ញុំស្អីក៏ខ្ញុំអត់ខ្វល់ដែររឿងលុយកាក់រឿងទ្រព្យសម្បត្តិអីផ្សេងពួកខ្ញុំលែងខ្វល់ហើយសំខាន់គឺមើលម្ដាយខ្ញុំឲ្យអស់ពីលទ្ធភាពហើយដល់ថ្ងៃនេះខ្ញុំឃើញបងអូនស្រីខ្ញុំគាត់ផុសក្នុង Facebook តែគាត់នឹកម្ដាយរបស់ខ្ញុំអីចឹងហើយខ្ញុំតែប៉ុតខ្ញុំនឹកម្ដាយរបស់ខ្ញុំដែរគាត់ថារហូតដល់ដំណាក់កាលនេះ2ឆ្នាំហើយខ្ញុំលែងទៅខូចចិត្តលែងទៅពិបាកអីទៀតហើយអញ្ចឹងខ្ញុំអាចយកមកនិយាយចែកម្លែកមួយអ្នកទាំងអស់គ្នាបានណាហើយក៏ផ្ដាំតែបងអូនស្រីរបស់ខ្ញុំដែរថាមិនបាច់ខូចចិត្តអីទៀតទេនឹកម្ដាយយើងនឹកបានប៉ុន្តែពាក្យដដែលដែលខ្ញុំចង់ប្រាប់គាត់គឺយើងមើលថែម្ដាយយើងអស់លទ្ធភាពហើយអញ្ចឹងមិនបាច់ខូចចិត្តទៀតទេ